រឿងរ៉ាវព្រំដែនប្លែកៗដែលអ្នកមិនធ្លាប់បានដឹងលោកអ្នកប្រហែលជាធ្លាប់បានឃើញមកហើយនៅព្រំដែនប្រទេសដែលហ៊ុំព័ទ្ធទៅដោយភ្នំរបងរឹងមាំសមុទ្រទន្លេជាដើមថ្ងៃនេះយើងនឹងទៅមើលព្រំដែនប្លែកៗនៅលើពិភពលោកដែលអ្នកនឹកស្មានមិនដល់ដំបូងគេគឺព្រំដែនរវាងប្រទេសហូឡង់និងប្រទេសបែលហ្សិកនៅក្នុងក្រុងបាឡេទីនេះមានព្រំដែនខ្វាត់ខ្វែងកាត់តាមផ្លូវថ្នល់ហាងកាហ្វេនិងសម្បីតែផ្ទះប្រជាជនបើទ្វាររបស់ផ្ទះរបស់អ្នកចំកណ្ដាលខ្សែព្រំដែននោះមានន័យថាអ្នកគេនៅប្រទេសហូឡង់តែងើបឡើងហូបបាយនៅប្រទេសបែលហ្សិកមានន័យថាបន្ទប់គេងនៅព្រំដែនខាងប្រទេសហូឡង់ប៉ុន្តែផ្ទះបាយនៅប្រទេសបែលហ្សិកដោយបន្ទប់ទាំងពីរនេះគឺឆ្លងកាត់រវាងខ្សែបន្ទាត់ព្រំដែនផ្សេងគ្នាបន្តមកគឺកោះ Diomed នៅចន្លោះរុស្ស៊ីនិងអាមេរិកកោះទាំងពីរនេះនៅឃ្លាតគ្នាត្រឹមតែ 3.8 គីឡូម៉ែត្រប៉ុណ្ណោះតែវាត្រូវបានខ័ណ្ឌដោយខ្សែបន្ទាត់ការបដិឆេទអន្តរជាតិមានន័យថាបើអ្នកនៅកោះខាងអាមេរិកសម្លឹងមើលកោះខាងរុស្ស៊ីអ្នកកំពុងមើលទៅថ្ងៃស្អែកព្រោះម៉ោងនីតិនោះខុសគ្នារហូតដល់ទៅ21ម៉ោងទី3អ្នកធ្លាប់គិតថាព្រំដែនដែលអ្នកធ្លាប់បានឃើញមានភាពចម្លែកមែនទេតោះទៅមើលព្រំដែនដែលចម្លែកបំផុតនិងរញ៉េរញ៉ៃបំផុតនៅក្នុងពិភពលោកដែលមិនធ្លាប់មាននេះគឺជាព្រំដែនឥណ្ឌានិងប្រទេសបង់ក្លាដេសកាលពីមុនឆ្នាំ2015ទឹកដីនេះមានឈ្មោះថា Taj Mahal ឬ Enclave មាន Enclave របស់ឥណ្ឌាចំនួន111ក្នុងតំបន់ប្រទេសបង់ក្លាដេសនិង Enclave បង់ក្លាដេសចំនួន51នៅក្នុងដីប្រទេសឥណ្ឌាសូមមើលកន្លែងនេះ Dahala Khakrabari ជាទឹកដីរបស់ឥណ្ឌាដែលព័ទ្ធជុំវិញទៅដោយភូមិសាស្ត្ររបស់ប្រទេសបង់ក្លាដេសដែលភូមិនោះព័ទ្ធជុំវិញទៅដោយ Enclave របស់ប្រទេសឥណ្ឌានិងព័ទ្ធជុំវិញដោយ Enclave របស់ប្រទេសបង់ក្លាដេសដែលវាជា Enclave នៅក្នុង Enclave និងក្នុង Enclave តែមួយគត់នៅក្នុងពិភពលោកដែលមានន័យថាដីប្រទេសមួយនៅក្នុងប្រទេសមួយហើយមានប្រទេសមួយទៀតនៅក្នុងនោះទៀតវាមាន3បន្តគ្នាគូបញ្ជាក់ផងដែរថាបញ្ហានេះបានដោះស្រាយរួចរាល់ហើយនៅក្នុងឆ្នាំ2015